តើវាអាចទៅរួចទេដែលថាមានប្រាសាទពីរមានដ៏ធំសម្បើមមួយត្រូវបានកសាងឡើងដោយមនុស្សប៉ុន្តែបច្ចុប្បន្នវាស្ថិតនៅក្រោមបាតសមុទ្រប្រទេសជប៉ុនអរិយធម៌ដែលបានបាត់បង់នៅក្បែរកោះដ៏តូចមួយឈ្មោះថាយូណាហ្គូនីនៃប្រទេសជប៉ុនក្នុងឆ្នាំ1886អ្នកមុជទឹកម្នាក់បានហែកចុះទៅក្រោមបាតសមុទ្រដើម្បីស្វែងរកមើលទីតាំងត្រីឆ្លាមក្បាលញញួរប៉ុន្តែអ្វីដែលគាត់ប្រទះឃើញបែរជាធ្វើឲ្យពិភពលោកទាំងមូលត្រូវស្រឡាំងកាំងវាគឺជារចនាសម្ព័ន្ធថ្មភក់យក្សដែលមានបណ្ដោយរហូតដល់250ម៉ែត្រនិងកម្ពស់ជាង25ម៉ែត្រអ្វីដែលធ្វើឲ្យគេហៅថាជាប្រាសាទដ៏អស្ចារ្យនោះគឺផ្ទៃខាងលើរបស់វាមានរាងរៅជាចណ្ដោថ្នាក់មានជ្រុងកាត់កែង90ដឺក្រេយ៉ាងត្រង់ស្អាតនិងមានបង្គោលរហូតដល់ទៅ2ឈរត្រង់ទៅលើហាក់បីដូចជាត្រូវបានគេដាប់យ៉ាងផ្ចិតផ្ចង់ការបកស្រាយតាមបែបវិទ្យាសាស្ត្ររហូតមកដល់សពថ្ងៃនេះមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកពីសំណាក់អ្នកវិទ្យាសាស្ត្រនិងអ្នកបរាវិទ្យាជុំវិញពិភពលោកដោយបែងចែកជាពីរក្រុមក្រុមទី1ធម្មជាតិជាអ្នកបង្កើតអ្នកភូកុបពិទូខ្លះបានអះអាងថាវាគ្រាន់តែជាបាតុភូតធម្មជាតិតែប៉ុណ្ណោះថ្មភក់នៅតំបន់នោះមានស្រទាប់ខ្សែកាត់ត្រង់ស្រាប់ហើយនៅពេលដែលជួបចរន្តទឹកសមុទ្របក់បោកនិងការរញ្ជួយដីរាប់ពាន់ឆ្នាំវាបានបាក់ស្រុតចេញជាទម្រង់កាត់កែងបែបនេះឯងក្រុមទី2ស្នាដៃមនុស្សប៉ុន្តែអ្នកខាងស្រាវជ្រាវជប៉ុនដឹកនាំដោយលោកសាស្ត្រាចារ្យ Masaaki Kimura បែរជារកឃើញភស្តុតាងផ្សេងលោកបានអះអាងថាលើថ្មនោះមានស្នាមដាប់និងស្នាមគូរូបសត្វនិងសូម្បីតែផ្លូវដើរបើវាជាស្នាដៃមនុស្សមែនវាត្រូវតែបានកសាងឡើងតាំងពី10000ឆ្នាំមុនពូគឺតាំងពីយុគសម័យទឹកកកដែលកាលនោះនៅបន់នេះមិនទាន់លិចទឹកនៅឡើយភាពល្បីល្បាញនិងការសន្និដ្ឋានតើវាជាអរិយធម៌ដ៏ជឿនលឿនមួយដែលបានបាត់បង់ទៅមែនដែរឬទេមកទល់ពេលសពថ្ងៃនេះរាជរដ្ឋាភិបាលជប៉ុនមិនទាន់ចាត់ទុកទីនេះជាបេតិកភណ្ឌវប្បធម៌ផ្លូវការដែរដោយសារតែមិនទាន់មានការសន្និដ្ឋានច្បាស់ 100%ប៉ុន្តែនៅពេលដែលវីដេអូថ្មីពីក្រុមអ្នកមុជទឹកត្រូវបានលាតត្រដាងវាបានអង្រួនចិត្តមនុស្សរាប់លានអ្នកឲ្យភ្ញាក់ផ្អើលព្រោះទិដ្ឋភាពដែលគេបានឃើញមិនមែនជាផ្ទាំងថ្មធម្មតានោះទេតែវាមានរូបរាងដូចជាប្រាសាទបុរាណដ៏អស្ចារ្យដែលកំពុងលាក់ខ្លួនក្រោមបាតសមុទ្រទៅវិញចុះសម្រាប់បងប្អូនទាំងអស់គ្នាវិញយកឃើញយ៉ាងណាដែរតើបងប្អូនជឿទេថាជាស្នាដៃធម្មជាតិជាអ្នកបង្កើតឡើងឬជាទីក្រុងបារាណដែលបានបាត់បង់ដោយសារគ្រោះទឹកជំនន់សូមបញ្ចេញមតិនៅខាងក្រោមហើយប្រសិនបើបងប្អូនចូលចិត្តស្វែងរកអាកំបាំងបែបវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្របែបនេះសូមកុំភ្លេចជួយចុច follow និងចុច subscribe Channel YouTube របស់យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការតាមដានទស្សនា